អូខេសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel លួចរៀនទាំងអស់គ្នាអូខេអញ្ចឹងយើងតពីភាគមុនមកយើងមុនគឺយើងរៀនពីអនុគមសេះអនុគមគូអូខេអញ្ចឹងមកដល់នេះគឺយើងនឹងរៀនពីអនុគមខួបអញ្ចឹងយើងមើលអនុគមខួបរបស់យើងអញ្ចឹងយើងរៀនវាដូចម៉េចអូខេអញ្ចឹងយើងមើលគេឲ្យបើរបស់ដែនកំណត់ដេនីអេដែនកំណត់អ្នកអនុគមអេអញ្ចឹងយើងទាញបានតម្លៃនេះ x បូកតេក៏ជារបស់ដែល x បូកតេក៏ជារបស់ដែនកំណត់អ្នកអនុគមអេដែរតែផ្ទៀងផ្ទាត់ i នៃ x បូកតេស្មើនឹង x អូខេអញ្ចឹងពីលក្ខខណ្ឌហ្នឹងយើងទាញបាន s ជាអនុគមខួបដែលមានខួបរបស់វាគឺស្មើនឹងតេអូខេអញ្ចឹងតនេះតគ្នាថ្ងៃហ្នឹងសាមញ្ញណាអូខេគឺលោកយើងអានអត់យល់គេថាអនុគមជាអនុគមខួបបើសិនជាណាគ្រប់តម្លៃ x x គឺជារបស់ដែនកំណត់គេឲ្យមកដែលមាន x បូកតេហ្នឹងក៏ជារបស់ដែនកំណត់ s នៃ d s នៃ x d s ដែរតែដែនកំណត់របស់គុំ s ដែរហើយវាផ្ទៀងផ្ទាត់ s នៃ x បូកតេស្មើនឹង x អញ្ចឹងយើងបាន s នឹងជាអនុគមខួបអូខេអញ្ចឹងយើងមើលបើសិនណាជា s ជាអនុគមខួបដែលមានតេជាខួបprincipal ថាខួបគោលរបស់វាអូខេច្បាប់នៃខួបរបស់វានោះយើងបានគេគ្រប់តម្លៃ x របស់ d យើងទីបានx បូកការតេដែលស្ថិតនៅក្នុងដែនកំណត់ dAV ដែលការរបស់ z យើងទីបានគេគឺ n x បូកការតេគឺស្មើ n x អូខេអញ្ចឹងបូកតគ្នាទៀតមានថាបូកអានេះវាស្មើគ្នាក្នុងលក្ខខណ្ឌដែល x បូកការតេហ្នឹងនៅស្ថិតនៅក្នុងដែនកំណត់ dS ណាអូខេអញ្ចឹងបើវាបូកទៅវាហួសពីដែនកំណត់ក៏វាមិនជាវាមិនជាខួបមានថាវាមិនស្ថិតនៅក្នុងដែនកំណត់ទេអញ្ចឹងការនេះគឺយកតម្លៃរបស់ z ប៉ុន្តែ z ហ្នឹងគឺវាត្រូវផ្ទៀងផ្ទាត់ x បូកការតេហ្នឹងស្ថិតនៅក្នុងដែនកំណត់របស់ dS អូខេតោះណាអូខេអញ្ចឹងយើងមើលគេបញ្ជាក់នៅក្នុងហ្នឹងអូខេអញ្ចឹងយើងគេនិយាយថានៅក្នុងការរកខួបនៃអនុគមមួយគេត្រូវដឹងថាអីគេអញ្ចឹងយើងវាមានរបៀបកំណត់ចំណាំមកគេទេអញ្ចឹងយើងកំណត់ចំណាំទៅតាមអនុគមមួយដូច y ស្មើ sin x និង y ស្មើ cos x មានខួបស្មើ2កប្បៃយើងមើលយើងបូកធ្វើជុំរហូតត្រូវទេអូខេអញ្ចឹងយើងមើលខួបអនុគមវងទៅយើងដឹងទេអញ្ចឹងមួយខួបវាមានអីអញ្ចឹងយើងមើលវងទៅកាន់យើងមើលអានេះគឺគេកោសអានេះsin អូខេអញ្ចឹងស្របនៃអាស៊ីនគឺតង់ហើយអានកោសយើងគឺកោសស្របអ្នកកោសអូខេអញ្ចឹងយើងមើលមួយជុំវងរបស់វាគឺថាមុំនេះមួយជុំវងវាគឺស្អីគេ2ផៃដែរអូខេអញ្ចឹងខួបរបស់ស៊ីនកោសគឺ2ផៃតែសួរតែខួបរបស់តង់ហើយនឹងកូតង់ដូចគ្នាអត់ដូចទេអានេះវាវិលបានមួយជុំអានេះវិលបានតែកន្លះជុំទេនេះអានេះវាមានតែពីនេះទេតែនេះវាវិលតែកន្លះជុំទេវារត់លើអានេះទៅមកនេះឃើញទេរត់ទៅមកបានតែកន្លះជុំទេអូខេអញ្ចឹងយើងបានខូបអាតេនិងកូតេគឺស្មើតែផៃទេហើយមាននេះទៀតគឺនេះគឺ y ស្មើ a sin x បូក b បូកដក c ហ្នឹងហើយនឹង y ស្មើ a បូក bx បូកដក c ហ្នឹងមានខូបតេវាគឺស្មើនឹង2ផៃលើ3 2ផៃលើ b គឺយើងចែកនឹងមេគុណ x វាអញ្ចឹងនេះគឺយើងមានរបៀបកណនីតែម្ដងចឹងនៅភាគក្រោយយើងនឹងបង្ហាញវានៅភាគបន្ទាប់អូខេអញ្ចឹងយើងមើលទៀតយើងមើលគេថាបើសិនជា y ស្មើ nx បូកឬដក sin x ដែល nx ហើយមានខូបតេ1ហើយនឹង sin x វិញយើងមានខូបតេ2អញ្ចឹងកាលណាផលបូកវានោះយើងបាន y មានខូប1គត់មានខូប1កំណត់ដោយតេវាគឺស្មើ ppcm តេ1តេ2មានថាបូកគុណរួមតូចបំផុតនៃតេ1ហើយនិងតេ2អូខេអញ្ចឹងបូកគុណរួមតូចបំផុតយើងយល់ទេអាហ្នឹងអូខេយើងថតថាតូចបំផុតថា nx មានខូប1គឺស្មើនឹង4ទេហើយ zx មានខូបវាគឺស្មើ6អញ្ចឹងអាតេយើងខូបរួមវាហ្នឹងគឺស្មើគេប៉េ cm នៃ4និង6អញ្ចឹងយើងបបែកវាកតាបឋមនេះ4ស្មើគេស្មើ4 2គុណ2ដែរហើយតេយើងមានគេ6នេះគឺស្មើនឹងគេ2គុណ3អញ្ចឹងការផលគុណរួមទៅវាកាលណានេះដូចគ្នាគឺយើងយកមកតួដែរអញ្ចឹងនេះ2ដូចគ្នាយើងយក1ចានេះ2វាអត់មានទេគឺយកគុណ2ទៀតអញ្
cho nên 3 មានតែឯងយើងគុណ3ទៀតចឹងស្មើ12អញ្ចឹងខូបនេះគឺយើងបានគេខូបនៃ a បូក c ហ្នឹងស្មើគេស្មើ12តែវាតោះនេះអូខេអញ្ចឹងឃើញយកកន្លែងហ្នឹងអូខេយើងយកមើលចំណុចបន្ទាប់របស់យើងអូខេចុះយើងមើលនេះគេឲ្យយើងរកខូបឧទាហរណ៍មួយយើងគឺរកខូបនៃអនុគម y ស្មើ2ដងកុស x បូកដក3 sin 4x ហើយបូកដកឲ្យកុសនៃ x លើ3បូក3អូខេអញ្ចឹងយើងមើលសម្រាយរបស់យើងអញ្ចឹងយើងមើលអនុគមមកគេឲ្យដែនកំណត់វាមិនអូខេអញ្ចឹងយើងមាន df របស់យើងគឺកំណត់អនុគមtrigonometric គឺស្មើ a ដែរអូខេអញ្ចឹងយើងបានដែនកំណត់វាគឺស្មើ a ចឹងក្រៅវាស្មើ a គឺគ្រប់ចំនួនពើទាំងអស់អញ្ចឹងយើងបានគ្រប់ x របស់ d នោះយើងបានគេ x បូក t ក៏ជារបស់ដែនកំណត់ s d s ដែរតើអូខេអញ្ចឹងយើងតាំង y របស់យើងស្មើគឺស្មើនេះវា3អនុគមផ្សេងគ្នាទេកុស 6x សិតតែមុំកុសគ្នាទាំងអស់ដែរហើយអញ្ចឹងយើងតាំងវាជា3អនុគមផ្សេងគ្នាមកអញ្ចឹងយើងបាន y វាស្មើ x ស្មើ x បូក cx បូក lx មួយដែលគេកំណត់យកហាន x វាគឺស្មើ2ដងកុស x កុស 6x ចឹងនេះគឺយើងស្មើគេ2ដងកុស 6យើងប្របែកមក2កុស 6វាស្មើកុសនៃ 6x បូក2កប់ហើយមានថានេះវាស្មើគ្នាដោយសារ x ខូបរបស់6x ហ្នឹងវាដូចយើងមុំ alpha ខូបរបស់កុសវាស្មើដូចកប់ហើយតើនេះទំព័រមុនយើងតំរៀនហើយតើនេះខូបវាស្មើ2កប់2ផៃទេអានេះមិនតែអីទេជាអុយក៏ដោយចឹងបើសិនជាវាជាមុំមួយចឹងយើងអាចបូកថែម2កប់ផៃនៅក្នុងមុំហ្នឹងតើនេះចឹងយើងងាកមើលលំហាត់របស់យើងវិញអូខេអញ្ចឹងយើងទីម៉ែគេអានេះអញ្ចឹងយើងទីបាននេះវាស្មើវាយើង2ទី6យើងកតាមកស្មើ x បូកផៃលើ3អញ្ចឹងអានេះវាស្មើគេអានេះវាស្មើនឹង nx ស្មើប៉ុណ្ណឹងនេះ nx ស្មើប៉ុណ្នេះដល់ពេលនេះគឺជំនួស x ដោយ x បូកផៃលើ3អញ្ចឹងយើងបានគេយើងបានហាន x ស្មើហាននៃ x បូកផៃលើ3អញ្ចឹងយើងបានគេយើងបានខូបនៃអនុគមហាន x វាគឺស្មើគេស្មើផៃលើ3អញ្ចឹងដូចគ្នានេះយើងមើល sin x វាsin x វាគឺស្មើ3 sin 4x អញ្ចឹងដូចគ្នានេះយើងខូបរបស់ sin x sin y sin x ក៏ដោយ y ក៏ដោយ sin i នៃ x ក៏ដោយវាស្មើ2ផៃដែរអញ្ចឹងយើងបូក2ផៃវាចូលមកអញ្ចឹងនេះវាទៅជា3ដង sin នៃ 4x បូក2ផៃអញ្ចឹងវាស្មើគេស្មើ3 sin 4វិធី4យើងកតាមកសល់គេសល់ x បូកអីគេ2ផៃចែក4សល់2អញ្ចឹងយើងបានខូប sin x វាយើងស្មើ sin នៃ x បូកផៃលើ2យើងខូបវាគឺតេវាយើងគឺស្មើនឹងផៃលើ2តែណាហើយយើងមើលហាន x វាយើងហាន x ក៏ដូចគ្នាដែរអូខេចឹងមើលកុស x វាគឺស្មើកុស x លើ3បូក3តើណាអូខេអញ្ចឹងយើងស្មើគេយើងបូក2ផៃចូលដែរមកដែរ2ផៃនេះយើងខូបរបស់វាណាខូបរបស់មុំនេះអញ្ចឹងយើងរកអនុគមវាខូបរបស់មុំអានេះខូបរបស់មុំណាតែមិនមែនជាខូបរបស់អនុគមនេះទេតើណាអញ្ចឹងវាស្មើគេយើងទាញវាជាកុសមកកុស x លើ3បូក2ផៃបូក3អានេះទៅណានេះ3គឺអានដើមមកយើងអូខេចឹងវាស្មើកុស1លើ3ទីទាញ1លើ3យើងកតាសល់ x បូក6ផៃអូខេចឹងនេះគឺ nx យើងគឺប៉ុណ្នេះអានេះគឺ nx បូក6ផៃអញ្ចឹងយើងបានខូបតេ3យើងស្មើគេស្មើ6ផៃទេអានេះគឺអូខេឬ l ណាអូខេ l នេះគឺ l nx បូកផៃបូក6ផៃអញ្ចឹងដូចនេះយើងបានគេ f យើងមានខូបតេស្មើ ppsm នៃតេ1តេ2តេ3អញ្ចឹង ppsm នៃផៃលើ3ផៃលើ6គឺគេស្មើ6ផៃដែរអូខេអញ្ចឹងយើងរកវាមកអញ្ចឹងយើងរកវាមកអូខេអញ្ចឹងយើងមើលនេះអូខេអញ្ចឹងគេមានរបៀបរក ppsm គឺពួកគុណរួមតូចបំផុតគឺគេរកតាមអ្នកការបែកប្រគុណកតាបឋមតែអូខេជាឧទាហរណ៍ ppsm នៃ12 1500ស្មើគេ3គុណ2ការ៉េគុណ5ការ៉េស្មើគេ300ជាយើងបាន ppsm ហើយនឹង pzz អានេះ pzz គឺតួចែករួមធំបំផុតគឺយកអាណាដែលដូចគ្នាធំបំផុតអូខេអានេះគឺយកតូចបំផុតអញ្ចឹងគឺថាយើងចេះរកណាអូខេ
ចុះនេះគេប្រាប់យើងថាបើសិនជាចង់ដេញយើងត្រូវសរសើរស៊ីប្រេទៅលើ arithmetic អូខេអញ្ចឹងគុំគូរបស់យើងគឺយើងមើលមួយទៀតហើយអូខេដូចជាច្រើនដែរណាវិញអូខេប៉ុណ្្នឹងចុះអូខេ